ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel Secret ចាបន្តទៀតហើយនៅក្នុងវីដេអូមួយនេះ admin នឹងលើកយករឿងរន្ធត់មួយរឿងរន្ធត់ទៀតហើយប្រិយមិត្តមិនដឹងមិនទេប្រិយមិត្តអើយឥឡូវសិតតែរឿងរន្ធត់អស់ហើយហ្នឹងដោយសារតែ fan admin ភាគច្រើនហ្នឹងរកតារឿងរន្ធត់ហើយដឹងហើយថារឿងរន្ធត់ហ្នឹង YouTube ហ្នឹងវាមិនអោយរលុយទេប៉ុន្តែមិនអីទេ admin តែសម្រាប់ប្រិយមិត្តទាំងអស់គ្នាព្រោះធ្វើ YouTube មិនដើម្បីតែលុយតែមួយមុខណាប្រិយមិត្តមែនអត់អូខេថ្ងៃនេះ admin បានយករឿងមួយដែលរឿងហ្នឹងចាញ់យូរមកហើយដែរតាំងពីឆ្នាំ2012ចំពោះរឿងមួយហ្នឹងគឺមានចំណងជើងថា Half at the end of street បើសិនជា admin ប្រែថាផ្ទះនៅខាងចុងផ្លូវដឹងត្រូវអត់ទេប្រិយមិត្តជួយប្រាប់ផងមូលហេតុដែល admin យកមកសម្រាយដោយសារតែរឿងហ្នឹងគឺល្បីគួរសមដែរគឺថវិកាក្នុងការផលិតអស់ត្រឹមតែ9លានទេប៉ុន្តែបានមកវិញគឺ44លានហើយដោយសារតែមួយទៀតគឺមានការសម្ដែងពីកំពូលតារាស្រី Jennifer Lawrence អ្នកចូលចិត្តមើលរឿង X-Men ប្រហែលជាស្គាល់គាត់ច្បាស់ហើយអូខេតោះអញ្ចឹងកុំឲ្យខាតពេលវេលាច្រើនមកទស្សនាការសម្ដែងដូចតទៅពាក់កណ្ដាលរាត្រីមួយក្មេងស្រីម្នាក់មានឈ្មោះថា Kari មានសភាពចម្លែកគួរឲ្យខ្លាចថែមទាំងហ៊ានលើកដៃសម្រាប់ឪពុកម្ដាយខ្លួនឯងថែមទៀតផងលុះ4ឆ្នាំកន្លងផុតទៅក្រុមគ្រួសាររបស់អាលីសាបាននាំគ្នាទិញផ្ទះមួយនៅចុងផ្លូវពីលោកដែនដែលផ្ទះនោះគឺជាប់ផ្ទះអ្នកជិតខាងដែលមានឃាតកម្មកាលពី4ឆ្នាំមុននោះនៅថ្ងៃដំបូងអាលីសាបានសម្លឹងមើលទៅផ្ទះនោះហើយម្ដាយរបស់នាងបានប្រាប់ថាផ្ទះនោះគឺជាផ្ទះរបស់លោក Jacobson លែងមានមនុស្សនៅហើយបន្ទាប់មកអាលីសានាងក៏បានដើរទៅមើលបរិយាកាសជុំវិញនៅទីនោះស្រាប់តែបានឃើញភួយនៅក្នុងព្រៃនោះទៅវិញហើយនាងចាប់ផ្ដើមមានអារម្មណ៍ចម្លែកលុះដល់យប់ឡើងនៅពេលដែលអាលីសាធ្វើម្ហូបឲ្យម្ដាយរបស់នាងពួកគេបានរំលឹកឪពុករបស់អាលីសាដែលម្ដាយរបស់នាងបានលែងលះគ្នាកន្លងមកហើយឪពុករបស់នាងក៏ជាអ្នកបង្រៀនឲ្យនាងធ្វើម្ហូបផងដែរលុះម៉ោង3ទៀបភ្លឺស្រាប់តែម្ដាយរបស់អាលីសាបានឃើញផ្ទះចាស់នោះបើកភ្លើងទៅវិញហាក់បីដូចជាមានមនុស្សនៅក្នុងផ្ទះនោះហើយនៅថ្ងៃបន្ទាប់អ្នកជិតខាងរបស់ពួកគេបានហៅគ្រួសាររបស់អាលីសាទៅចូលរួមកម្មវិធីជាមួយនិងបានណែនាំគ្នាទៅវិញទៅមកទើបម្ដាយអាលីសាបានសួរលោកដែនអំពីផ្ទះនោះទើបលោកដែនក៏បានប្រាប់ថាផ្ទះនោះគឺមានមនុស្សណាម្នាក់ដែលជាកូនប្រុសរបស់លោក Jacobson បន្ទាប់មកពួកគេបានណែនាំអាលីសាទៅឲ្យ Tyler ដើម្បីឲ្យពួកគេបានស្គាល់គ្នាបន្ទាប់ពីពួកគេបានញ៉ាំអាហាររួមគ្នាពួកគេបាននិយាយរឿងអំពីក្រុមគ្រួសាររបស់លោក Jacobson ដែលបានស្លាប់ដោយសារតែកូនស្រីសម្លាប់នៅសល់តែកូនប្រុសម្នាក់មានឈ្មោះថា Ryan ហើយរស់នៅក្នុងផ្ទះនោះម្នាក់ឯងរីឯ Kari ដែលជាឃាតករក៏បានបាត់ខ្លួនទៅដោយគេបានគិតថានាងរស់នៅក្នុងព្រៃឯណោះបន្ទាប់ពីកម្មវិធីបានចប់អាលីសានិងម្ដាយរបស់នាងបានដើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយពេលនោះអាលីសាហាក់បីដូចជាមានអារម្មណ៍ថាមានមនុស្សសម្លឹងមើលមកនាងចាប់ពីពេលនោះអាលីសាបានបន្តរៀនច្រៀងបន្តទៀតដោយឪពុករបស់នាងដែលជាតារាចម្រៀងម្នាក់ហើយនៅថ្ងៃមួយនៅសាលារៀន Tyler បានហៅអាលីសាទៅចូលរួមកម្មវិធីជប់លៀងរបស់គេដំបូងឡើយនាងមិនថាចង់ទៅនោះទេដោយសារតែនាងរវល់ជាមួយនឹងម្ដាយរបស់នាងតែពេលនោះម្ដាយរបស់នាងក៏បានទេមកថាគាត់រវល់វិញទើបជាហេតុឲ្យអាលីសាបានទៅចូលរួមជាមួយនឹង Tyler ល្មមបន្ទាប់ពីកម្មវិធីបានចាប់ផ្ដើមអាលីសាបានឃើញកម្មវិធីជប់លៀងនោះនាងមិនពេញចិត្តតទៅសោះហើយនាងក៏បានឃើញនារីម្នាក់មានឈ្មោះថា Jillian ហាក់បីដូចជាមិនស្រួលខ្លួនទើបនាងក៏បានទៅមើលប៉ុន្តែពេលនោះ Jillian ក៏បានដើរចេញទៅខាងក្រៅវិញរីឯ Tyler ក៏បានចូលមកនិយាយជាមួយនឹងអាលីសាហើយពេលនោះ Tyler ប្រុងប៉ះពាល់ខ្លួនរបស់នាងថែមទៀតផងប៉ុន្តែនាងបែរជាមិនព្រមនឹងត្រឡប់ទៅផ្ទះវិញភ្លាមតែម្ដងអំឡុងពេលដែលអាលីសាបានដើរម្នាក់ឯងស្រាប់តែ Ryan អ្នកជិតខាងរបស់នាងក៏បានហៅនាងជិះឡានជាមួយប៉ុន្តែនាងបែរជាមិនព្រមជិះជាមួយនោះទេភ្លាមនោះស្រាប់តែមេឃចាប់ផ្ដើមភ្លៀងធ្លាក់មកទើបនាងក៏បានសម្រេចចិត្តឡើងឡានរបស់ Ryan តែម្ដងអំឡុងពេលដែលពួកគេកំពុងតែជិះឡានជាមួយគ្នាអាលីសាបានសួរនាំរឿងគ្រួសាររបស់ Ryan ទើប Ryan ក៏បានប្រាប់នាងថានៅពេលដែលគ្រួសាររបស់គេត្រូវបានប្អូនស្រីរបស់គេសម្លាប់អំឡុងពេលដែលគេមកនៅផ្ទះកាលពីអាយុ7ឆ្នាំហើយនៅពេលដែលគេបានធំដឹងក្តីគេក៏បានរស់នៅក្នុងផ្ទះនោះម្នាក់ឯងរហូតមកបន្ទាប់ពីបានទៅដល់ផ្ទះរបស់អាលីសាម្ដាយរបស់អាលីសាបានគិតថា Tyler ជាអ្នកដឹកអាលីសាត្រឡប់មកវិញទៅវិញរីឯ Ryan ជីវិតរបស់គេនៅម្នាក់ឯងគឺសាមញ្ញនិងមិនងាយស្រួលដូចគេគិតនោះទេពេលនោះគេបានយកអាហារទៅបន្ទប់ក្រោមដីដែលសល់ទ្វារនោះគឺគេតែងតែទុកនៅខាងលើទ្វាររំពេចនោះស្រាប់តែ Kari ប្អូនស្រីរបស់គេក៏បានស្ទុះមករកគេទើបគេក៏បានសម្រេចចិត្តចាក់ថ្នាំឲ្យនាងតែម្ដងដោយបានលួងលោមថែមទាំងបានផ្ដាំថាមានអ្នកចិត្តខាងមករស់នៅក្បែរនេះកុំទៅធ្វើអីពួកគេអីសោះបន្ទាប់មក Ryan ក៏ចាប់ផ្ដើមស្រពាប់ស្រពោនចិត្តអាណិតទៅដល់ប្អូនជាខ្លាំង
បន្ទាប់ពីថ្ងៃនោះ Tyler ក៏ឡើងនិយាយស្ដីជាមួយនឹង Alisa ដោយសារតែរឿងកាលពីយប់មិញរីឯ Jillian បានអរគុណ Alisa កាលពីយប់មិញនៅពេលដែលនាងមិនស្រួលខ្លួនហើយនាងមិនដឹងថា Tyler បានហៅនាងទៅចូលរួមកម្មវិធីបែបនេះទេនាងក៏មិនពេញចិត្ត Tyler ផងដែរពេលនោះ Jillian បានណែនាំ Alisa ឲ្យទៅ Jack និងបងប្រុសរបស់នាងម្នាក់ទើប Jack ក៏បានហៅ Alisa ចូលរួមក្រុមចម្រៀងរបស់ពួកគេថែមទៀតផងចំណែកម្ដាយរបស់ Alisa បានទៅសួរនាំប៉ូលីសដែលមានឈ្មោះថា Bill អំពីប្រវត្តិរបស់ Ryan ដោយសារតែយប់មិញ Ryan បានជូនកូនស្រីរបស់គាត់ទៅផ្ទះរបស់គាត់ពេលនោះលោក Bill ក៏បានប្រាប់ថានៅពេលដែលម្ដាយឪពុករបស់ Ryan បានស្លាប់គេរស់នៅជាមួយនឹងមីងរបស់គេរហូតដល់ធំហើយនៅពេលដែលមីងរបស់គេបានស្លាប់គេបានមករស់នៅម្នាក់ឯងយ៉ាងពិបាកនៅក្នុងផ្ទះនោះបន្តទៀតគេរស់នៅក្រោមការមើលងាយពីមនុស្សជុំវិញហើយគេមិនដែលមានរឿងអ្វីមិនល្អនោះទេចំណែក Alisa ក៏បានទៅរក Ryan នៅពេលដែលបានដឹងថាគេតែងតែស្ដាប់ចម្រៀងរបស់នាងក៏បានឲ្យ CD មួយទៅកាន់គេថែមទៀតផងពេលនោះ Ryan ក៏បាននាំ Alisa ទៅមើលក្នុងផ្ទះរបស់គេពេលដែល Alisa បានមើលរូបថតក្រុមគ្រួសាររបស់ Ryan ក៏ចាប់ផ្ដើមប្រើទឹកមុខហើយក៏បាននាំនាងទៅមើលបន្ទប់ប្អូនស្រីរបស់គេថែមទៀតផងពេលនោះ Alisa បានឃើញរូបថតរបស់ Carrie គឺស្អាតខ្លាំងណាស់នាងគឺមានកែវភ្នែកពណ៌ខៀវថែមទៀតផងពេលនោះ Ryan បានប្រាប់អំពីប្រវត្តិរបស់ Carrie ដែលជាក្មេងមានបញ្ហាខួរក្បាលបន្ទាប់ពីនាងបានធ្លាក់ទងស្របពេលដែលឪពុកម្ដាយរបស់គេកំពុងតែប្រើថ្នាំញៀនថែមទៀតផងចាប់ពីពេលនោះមកនាងតែងតែស្រែកនិងរត់ចេញទៅក្នុងព្រៃរហូតមកប៉ុន្តែក្រុមគ្រួសារក៏បានចាប់មកវិញបន្ទាប់ពី Alisa បានត្រឡប់ទៅវិញ Ryan ក៏បានទៅមើលប្អូនស្រីរបស់គេបន្តទៀតដោយសពមួយដងបន្ទាប់ពីថ្ងៃនោះម្ដាយរបស់ Alisa បានសួរនាំ Alisa រឿងដែលទៅផ្ទះរបស់ Ryan គឺ Alisa គិតថា Ryan ជាមនុស្សល្អប៉ុន្តែម្ដាយរបស់នាងបែរជាមិនគិតដូច Alisa នោះទេចំណែកឯ Carrie ឯណេះពេលនោះនាងក៏បានចេញពីបន្ទប់ក្រោមដីដោយសារតែ Ryan ភ្លេចចាក់សោនៅពេលដែល Ryan បានឃើញនាងកំពុងតែរត់ចេញពីផ្ទះនោះគេក៏បានព្យាយាមទៅចាប់នាងត្រឡប់មកវិញរហូត Carrie ប្រុងរត់ទៅផ្ទះរបស់ Alisa ធ្វើឲ្យ Ryan ចាប់ផ្ដើមភ័យខ្លាចជាខ្លាំងនិងបានព្យាយាមស្រែកហាមឃាត់ស្របពេលនោះនៅពេលដែល Alisa កំពុងតែមើលទូរទស្សន៍ស្រាប់តែនាងបានឮសំឡេងចម្លែកទៅនៅពេលដែលនាងបានបើកទ្វារចេញមកខាងក្រៅស្រាប់តែ Jillian ក៏បានមកបញ្ញាក់នាងរីឯ Ryan ក៏បានចាប់យក Carrie ត្រឡប់ទៅវិញបន្ទាប់ពីថ្ងៃនោះបាននាំគ្នាវឹកហាត់ចម្រៀងច្រៀងជាមួយគ្នាបន្តទៀតហើយបន្ទាប់មក Ryan ក៏បានមកលេងផ្ទះរបស់ Alisa អំឡុងពេលដែលពួកគេកំពុងតែញ៉ាំអាហារជាមួយនឹង Ryan បាននិយាយអំពីក្រុមគ្រួសាររបស់គេនៅពេលដែលម្ដាយរបស់ Alisa បានសួរនាំរឿងប្រាក់កាក់ក្នុងការចាយវាយទើប Ryan ក៏បានតបទៅវិញថានៅពេលដែលម្ដាយឪពុករបស់គេបានស្លាប់គឺបានបន្សល់ទ្រព្យមួយចំនួនសម្រាប់គេអាចរស់នៅបានពេលនោះម្ដាយរបស់ Alisa ក៏បានភាំងនៅពេលដែល Alisa បានប្រាប់ថាម្ដាយរបស់នាងធ្លាប់នៅមន្ទីរពេទ្យផ្លូវចិត្តដោយ Ryan កាលពីមុនដែរនៅពេលដែលគាត់បានលែងលះជាមួយនឹងឪពុករបស់នាងពេលនោះ Alisa ក៏បានកាន់ដៃ Ryan ធ្វើឲ្យម្ដាយរបស់ Alisa ចាប់ផ្ដើមខឹងនិងបានប្រាប់ឲ្យពួកគេមិនឲ្យនៅតែពីរនាក់នៅពេលដែលគាត់មិននៅគាត់ចង់ឲ្យ Alisa ផ្ដោតលើការសិក្សាជាងពេលនោះ Ryan ចាប់ផ្ដើមអន់ចិត្តនិងបានលាត្រឡប់ទៅផ្ទះវិញធ្វើឲ្យ Alisa ចាប់ផ្ដើមខឹងជាមួយនឹងម្ដាយរបស់នាងជាខ្លាំងបន្ទាប់ពីថ្ងៃនោះ Alisa បាននាំ Jillian ទៅសុំទោស Ryanនិងបានសុំឲ្យ Ryan ជូនពួកគេទៅផ្ទះថែមទៀតផងទាំងដែល Jillian មិនពេញចិត្តតទៅសោះបន្ទាប់ពីបានជូន Jillian ទៅផ្ទះរបស់នាងហើយ Ryan ក៏បានជូន Alisa ទៅផ្ទះរបស់នាងវិញម្ដងតែនៅពេលនោះម្ដាយរបស់នាងមិនទាន់ត្រឡប់មកវិញនោះទេទើបបានជាគ្មានសោចូលផ្ទះហើយនាងក៏បានសម្រេចចិត្តមកនិយាយលេងជាមួយនឹង Ryan តែម្ដងដោយ Ryan បាននាំនាងទៅអង្គុយនៅក្បែរដើមឈើមួយហើយគេបានឲ្យ Alisa មើលដើមឈើមួយនៅខាងមុខដែលមើលយូរទៅនឹងឃើញផ្ទៃមុខមនុស្សជាប់ជាមួយនឹងដើមឈើនោះមិនខាននោះទេពេលនោះ Alisa ចាប់ផ្ដើមអាណិតទៅ Ryan និងបានថោកទៅលើ Ryan ថែមទៀតផងស្របពេលនោះ Carrie ក៏បានដឹងខ្លួននិងព្យាយាមវាយទ្វារឲ្យសោជ្រុះហើយក៏បានទៅនៅលើឡាំងដែលនាងបានដាក់ទីបំផុតនាងក៏បានចាក់សោចេញពីបន្ទប់នោះបានសម្រេចស្របពេលនោះ Alisa ក៏បានចូលទៅក្នុងបន្ទប់ទឹកទើប Carrie ក៏បានលាក់ខ្លួននៅក្បែរនោះហើយនៅពេលដែល Ryan បានឃើញ Carrie រត់ចេញពីផ្ទះគេក៏បានដេញ Alisa ចេញពីផ្ទះនោះដោយសារតែខ្លាច Alisa ឃើញ Carrie អំឡុងពេលនោះគូស្នេហ៍មួយគូនៅក្នុងឡានក៏បានឃើញ Carrie រត់មកទើបនៅពេលដែលពួកគេបានចេញពីឡានមកមើល Ryan ក៏បានចាប់ Carrie ជាប់រហូតដល់នាងបានសម្លាប់ដែលធ្វើឲ្យ Ryan ចាប់ផ្ដើមអាណិតទៅប្អូនស្រីជាខ្លាំងនិងបានយកនាងត្រឡប់ទៅផ្ទះវិញថែមទៀតផងរីឯ Alisa ក៏បានទេទៅ Jillian ប្រាប់រឿងដែល Ryan បានដេញនាងចេញពីផ្ទះដែលធ្វើនាងចាប់ផ្ដើមអន់ចិត្តជាខ្លាំងស្របពេលនោះម្ដាយរបស់នាងក៏បានចូលមកសុំទោសឬដែលធ្វើឲ្យនាងខឹងកាលពីម្សិលមិញទាំងអស់នេះដោយសារតែគាត់បារម្ភទៅលើកូនស្រីតែប៉ុណ្ណោះបន្ទាប់ពីថ្ងៃនោះ Ryan ក៏បានទៅហាងមួយអង្គុយសញ្ជោគចិញ្ចឹងគិតពី Carrie ទោះបីជាអ្នករត់តុព្យាយាមនិយាយមកកាន់គេយ៉ាងណាក្តីបន្ទាប់មកគេក៏បានទៅសុំទោស Alisa រឿងកាលពីម្សិលមិញនិងចង់ជួប Alisa ម្ដងទៀតថែមទៀតផងហើយបន្ទាប់មក Ryan ក៏បានដូរសោបន្ទប់របស់ Carrie
លុះដល់យប់ឡើងអាលីសាក៏បានហៅរ៉ៃអែនចូលរួមកម្មវិធីរបស់នាងស្រាប់តែរំពេញនោះក្រុមរបស់ Tyler ក៏បានវាយកំទេចឡានរបស់ Ryan និងបានវាយទៅលើ Ryan ថែមទៀតផងទើប Ryan ក៏បានតដៃហើយក៏បានកាច់ដៃបរិម្នាក់បាក់មុនពេលដែលគេបានរត់គេចខ្លួនត្រឡប់ទៅផ្ទះវិញប៉ុន្តែក្រុមក្មេងនោះក៏បានទៅផ្ទះរបស់ Ryan មុននិងបានប្រុងដុតកំទេចផ្ទះរបស់ Ryan ថែមទៀតផងប៉ុន្តែសំណាងល្អអាលីសាក៏បានជិះឡានរបស់ Ryan ទៅផ្ទះនោះទាន់និងបានផលិតទាន់ពេលវេលាពេលនោះម្ដាយរបស់នាងបានទេសួរនាំរឿងវាយដំគ្នានោះទើបអាលីសាក៏បានកុហកថានាងគឺនៅផ្ទះទេហើយនាងឡើងលើកទូរស័ព្ទរបស់ម្ដាយនាងថែមទៀតផងរីឯអាណាព្យាបាលក្មេងប្រុសដែលបានបាក់ដៃនោះបានមករកលោក Bill ឲ្យទៅចាប់ Ryan ប៉ុន្តែលោក Bill នៅតែកាន់ជើង Ryan ដោយសារតែក្រុមនោះគឺរករឿង Ryan មុនចំណែកអាលីសាឯណេះពេលនោះអាលីសាបានឃើញប្រអប់ថ្នាំនៅក្នុងធុងសម្រាមក្នុងផ្ទះរបស់ Ryan ហើយក៏បានលើសំឡេងចម្លែកនៅបន្ទប់ក្រោមដីពេលដែលនាងបានចូលទៅមើលការប៉ັດសំឡេងនោះគឺជាសំឡេងម៉ាស៊ីនបោកខោអាវឃ្លាមនោះផងដែរនាងក៏បានឃើញបន្ទប់ក្រោមដីរបស់ Carrie ទើបក៏បានសម្រេចចិត្តបើកមើលហើយក៏បានចុះទៅខាងក្រោមនៅពេលដែលនាងបានឃើញបន្ទប់របស់ Carrie ហើយនាងក៏បានចូលទៅខាងក្នុងក៏ស្រាប់តែ Carrie ស្ទុះមករកនាងតែមានចងមាត់និងច្រវាក់ថែមទៀតផងស្របពេលនោះ Ryan ក៏បានចូលមកហើយក៏បានស្រែកឲ្យ Carrie គេចខ្លួនចេញពីទីនោះនៅពេលនោះអាលីសាចាប់ផ្ដើមភ័យខ្លាចជាខ្លាំងហើយក៏បានឃើញលែនពាក់កែវភ្នែករបស់ Carrie បានជ្រុះជាប់ដៃរបស់នាងដែលក៏ពិតក្មេងស្រីនោះគឺមិនមានភ្នែកពណ៌ខៀវនោះទេនៅពេលដែលនាងបានមើលទៅក្នុងធុងសម្រាមស្រាប់តែនាងបានឃើញប្រអប់លែននោះថែមទៀតផងក្នុងកែទូគឺមានអត្តសញ្ញាណប័ណ្ណរបស់ក្មេងស្រីនោះគឺមិនមែន Carrie ប្អូនស្រីរបស់ Ryan នោះទេពេលនោះ Ryan ក៏បានដើរមកទើបអាលីសាធ្វើជាធម្មតានិងប្រងលាគេត្រឡប់ទៅវិញប៉ុន្តែត្រូវបាន Ryan បោកក្បាលនាងសន្លប់បន្ទាប់ពីបានចាប់អាលីសាដាក់ចូលទៅក្នុងបន្ទប់ក្រោមដីហើយគេក៏បានស្រមៃការដែល Carrie ធ្លាក់ពីលើទងស្លាប់គេតែងតែគិតថាវាគឺជាកំហុសរបស់គេរីឯឃាតករសម្រាប់ឪពុកម្ដាយរបស់ Ryan នោះគឺមិនមែនជា Carrie នោះទេពេលនោះ Ryan ក៏បានផ្លាស់ប្ដូរមនុស្សពីក្មេងស្រីដែលបានឃុំឃាំងធ្វើជា Carrie នោះមកយកអាលីសាធ្វើជា Carrie វិញម្ដងស្របពេលនោះម្ដាយរបស់អាលីសាបានទេទៅលោក Bill ឲ្យជួយតាមរកអាលីសាដោយសារតែគាត់បានបាត់អាលីសានៅពេលដែលលោក Bill បានទៅផ្ទះរបស់ Ryan ធ្វើជាធម្មតាទើបលោក Bill ប្រងត្រឡប់ទៅវិញប៉ុន្តែលោកបានទេទៅអាលីសាទើបទូរស័ព្ទរបស់នាងក៏បានរលនៅក្នុងផ្ទះរបស់ Ryan នៅពេលនោះ Ryan ក៏បានបិទភ្លើងហើយនៅពេលដែលលោក Bill បានកាន់កំភ្លើងចូលទៅស្របពេលដែលអាលីសាព្យាយាមប្រើកម្ដៅអំពូលមកផ្ដាច់ចំណងដៃរបស់នាងពេលនោះ Ryan ក៏បានមកពីក្រោយលោក Bill និងបានច្រានលោកធ្លាក់ទៅខាងក្រោមបាក់ជើងពេលនោះគេក៏បានស្រមៃការដែល Ryan នៅពីក្មេងគឺលោក Bill តែងតែជួយ Ryan រហូតមកប៉ុន្តែពេលនេះ Ryan បានធ្វើបែបនេះទៅលើលោកទៅវិញបន្ទាប់ពីបានចាក់សម្លាប់លោក Bill ហើយអាលីសាក៏បានផ្ដាច់ចំណងនោះបានសម្រេចនៅពេលដែល Ryan បានចូលទៅនាងក៏បានបិទទ្វារចាក់សោ Ryan ជាប់នៅក្នុងបន្ទប់នោះប៉ុន្តែគេនៅតែអាចចេញបានដដែលរីឯទ្វារផ្ទះនោះត្រូវបានជាប់សោទាំងអស់ទើបអាលីសាក៏បានចូលទៅក្នុងឡានរបស់ Ryan និងព្យាយាមរកសោជិះចេញទៅប៉ុន្តែត្រូវបាន Ryan ចាប់បានដដែលបន្ទាប់មកគេក៏បានយកអាលីសាដាក់ចូលទៅក្នុងគូតឡានចាក់សោជាមួយនឹងសាកសពរបស់ក្មេងស្រីនោះដើម្បីលាក់បាំងម្ដាយរបស់អាលីសាដែលកំពុងតែតាមរកនាងនៅទីនោះប៉ុន្តែពេលនោះអាលីសាក៏បានចេញពីឡាននោះបានដដែលនិងបានវាយកញ្ចក់ស្រែកឲ្យម្ដាយរបស់នាងបានឮប៉ុន្តែនៅពេលដែលម្ដាយរបស់នាងបានចូលទៅ Ryan ក៏បានចាក់ម្ដាយនាងមួយកំបិតហើយក៏ប្រងលីគាត់យកទៅថែមទៀតផងនៅពេលដែលគេបានដឹងថាអាលីសាបានគេចខ្លួនគេក៏បានទម្លាក់ម្ដាយរបស់អាលីសាចុះហើយក៏បានដើរទៅតាមរកនាងវិញនៅពេលដែលបានឃើញនាងហើយគេក៏បានព្យាយាមចាប់នាងប៉ុន្តែនាងក៏បានរើបំរាស់ហើយនាងក៏បានរើបានកំភ្លើងរបស់ប៉ូលីស Bill ទើប Ryan ក៏បានលាក់ខ្លួនវិញម្ដងហើយក៏បានបិទកងតាក់ភ្លើងនៅទីនោះទើបអាលីសាក៏បានរើសពិលមកបញ្ចាំងហើយទីបំផុតនាងក៏បានបាញ់ត្រូវ Ryan ដួលហើយនៅពេលដែលអាលីសាប្រងតែយកសោពី Ryan គេក៏បានដឹងខ្លួនឡើងវិញប៉ុន្តែសំណាងល្អម្ដាយរបស់នាងក៏បានដឹងខ្លួននិងបានមកជួយនាងទាន់ពេលវេលាបន្ទាប់ពីថ្ងៃនោះមុនពេលដែលពួកគេបានរើចេញពីផ្ទះនោះអាលីសាក៏បានទៅមើលដើមឈើដែល Ryan បានធ្លាប់នាំនាងទៅមើលនោះនិងបង្ហាញឲ្យម្ដាយរបស់នាងបានមើលផងដែរប៉ុន្តែម្ដាយរបស់នាងបែរជាមិនឃើញអ្វីក្រៅពីដើមឈើទៅវិញទើបធ្វើឲ្យអាលីសាចាប់ដើមស្រក់ទឹកភ្នែកចំណែក Ryan ឯណេះគឺគេមិនទាន់ស្លាប់នោះទេត្រូវបានគេដាក់នៅក្នុងមន្ទីរពេទ្យវិកលចរិតដោយបានស្រមៃការពីគេនៅពីក្មេងដែលម្ដាយរបស់គេចាត់ទុកថាគេគឺជា Carrie ទៅវិញអូខេអរគុណប្រិមិត្តសម្រាប់ការទស្សនាការសង្ខេបរឿងមួយហ្នឹងប៉ុន្តែគេបានបញ្ជាក់ហើយគឺថាមិនមែនជាការប៉ັດទេដោយសារតែមានរឿងការប៉ັດស្តៀងហ្នឹងអញ្ចឹងហើយបានគេអ្នកខ្លះគេគិតថាវានឹងដកស្រង់ចេញពីរឿងប៉ັດប៉ុន្តែអេដមីនឆែកមើលទៅគឺគេថាមិនមែនការប៉ັດទេអាហ្នឹងអេដមីនសូមបញ្ជាក់ប្រិមិត្តដែរហើយដូច្នេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាប្រិមិត្តនឹងពេញចិត្តការសម្រាយមួយនេះហើយបើសិនជាប្រិមិត្តទាំងអស់គ្នាចង់ទស្សនារឿងពេញ
រឿងដែលល្បីឬក៏រឿងដែលប្រិមត្តចង់ទស្សនារឿងអីអាចចូលទៅក្នុងក្រុម Telegram សំណូមពរឲ្យ admin ផ្ញើរឿងពេញឲ្យប្រិមត្តទស្សនាបាន admin នឹងដាក់ link ក្រុម Telegram របស់ admin នៅខាងក្រោមដោយប្រិមត្តទាំងអស់គ្នាអាចទស្សនារឿងល្បីៗជុំវិញពិភពលោកជាមួយនឹង quality ឬក៏គុណភាពគឺកម្រិតស្តង់ដារដែលយើងអាចមើលបានថែមទៀតផងអូខេអរគុណប្រិមត្តម្ដងទៀតជូនពរសំណាងល្អបាយបាយ